សូមគោរពជំរាបសួរបងប្អូនបាទស្វាគមន៍មកកាន់ទម្រយឆ្នោតយួនរបស់តាកងវិលបាទគឺទម្រយថ្ងៃទី17បាទខែបាទមិថុនាឆ្នាំ2026បាទទម្រយថ្ងៃនេះដែរបាទគឺយើងឲ្យដូចសពមួយដងបាទគឺយើងឲ្យទម្រយលេខតូចបាទ2គ្រាប់បាទហើយនឹងលេខធំ2គ្រាប់ដូចគ្នាបាទសម្រាប់លេខតូច2គ្រាប់គឺយើងធ្វើការបង្វិល2កងបាទចំណែកលេខធំ2គ្រាប់វិញបាទគឺយើងធ្វើការបង្វិលបាទរហូតដល់ទៅ6កងបាទករណីដែលបង្វិលលេខធំប៉ះលេខ10បាទនេះយើងឲ្យលទ្ធផលនៃការបង្វិលកងយើងបាទជាលេខ0បាទយើងមានលេខរងមួយគ្រាប់ផងដែរបាទនេះជាលក្ខខណ្ឌទូទៅបាទមុននឹងធ្វើការបង្វិលកងកុំឲ្យបងប្អូនយើងទន្ទឹមរង់ចាំយូរហើយយើងធ្វើការបង្វិលលេខតូចគ្រាប់ទី1បាទលេខតូចគ្រាប់ទី1បាទគឺមានលេខ86បាទ86បាទយើងធ្វើការបង្វិលបន្តបាទទៅកាន់លេខតូចគ្រាប់ចុងក្រោយបាទចាប់ផ្ដើមបង្វិលបាទលេខតូចគ្រាប់ចុងក្រោយបាទគឺមានលេខបាទ04បាទ04និង86បាទបងប្អូនយើងក៏លេខធ្វើការចាក់ផ្ទុយវិញផងបាទ86ឲ្យផ្ទុយវិញ68បាទ04ផ្ទុយវិញបាន40គុតបាទសម្រាប់ទម្រយក្បាលអូសគឺក្បាល0បាទនិងក្បាល8បាទបងប្អូនយើងអាចជ្រើសរើសយកទៅចាក់បានបាទតាមម៉ោងតាមប៉ុស្តិ៍ដែលបងប្អូនយើងឆ្លាញ់ពេញចិត្តបានបាទលេខតូចរបស់យើងក៏មានតែប៉ុណ្ណឹងឥឡូវយើងរៀបចំធ្វើការបង្វិលលេខធំវិញម្ដងបាទលេខធំរបស់យើងថ្ងៃនេះបាទគឺមានបាទ2គ្រាប់បាទមួយគ្រាប់ធ្វើការបង្វិល3កងបាទដូច្នេះ2គ្រាប់គឺ6កងបាទយើងធ្វើការបង្វិលតែម្ដងបាទកងទី1បាទសម្រាប់លេខធំគ្រាប់ទី1បាទចាប់ផ្ដើមបង្វិលបាទកងទី1គឺលេខ4បាទគឺលេខ4បាទយើងធ្វើការបង្វិលបន្តបាទទៅកាន់កងទី2បាទជាបន្តទៀតបាទចាប់ផ្ដើមបង្វិលកងទី2បាទកងទី2គឺមានលេខ8បាទគឺលេខ8ឥឡូវយើងបន្តបាទទៅកាន់កងចុងក្រោយបាទសម្រាប់លេខធំបាទគ្រាប់ទី1បាទកងចុងក្រោយបាទគឺមានលេខ9បាទដូច្នេះលេខធំគ្រាប់ទី1គឺ489បាទ489បាទយើងធ្វើការបង្វិលបន្តទៅកាន់កងទី1បាទសម្រាប់លេខធំគ្រាប់ទី2បាទបន្តទៀតបាទកងទី1បាទគឺមានលេខ6បាទគឺលេខ6បាទយើងបន្តបង្វិលបាទទៅកាន់កងទី2បាទកងទី2គឺមានលេខ5បាទគឺលេខ5ឥឡូវយើងបន្តបាទទៅកាន់កងចុងក្រោយបាទសម្រាប់លេខធំបាទគ្រាប់ទី2បាទដូចកងចុងក្រោយសម្រាប់ទម្រយថ្ងៃទី17ផងដែរបាទកងចុងក្រោយរបស់យើងគឺមានលេខ9បាទដូច្នេះលេខធំគ្រាប់ទី2បាទគឺ600បាទ59បាទ659ក៏ដូចជា489បាទបងប្អូនយើងក៏ភ្លេចធ្វើការចាក់គុណផងបាទសម្រាប់ទម្រយឆ្នោតយួនរបស់តាកងវិលថ្ងៃទី17ក៏មានតែប៉ុណ្ណឹងបាទចំពោះលទ្ធផលថ្ងៃទី16បាទយើងបាន2លេខដែរបាទគឺបានលេខតូច1លេខបាទនិងលេខធំ1លេខបាទលេខដែលបានចូលគឺ87ដែលជាលេខផ្ទៃរបស់78បាទនៅម៉ោង 11 កន្លះព្រឹកបាទនិងមួយលេខទៀតគឺលេខធំគឺ411បាទ411បាទគឺជាលេខរងបាទចូលនៅម៉ោង 8 កន្លះយប់បាទសូមចូលរួមទៅអត់ទៅបងប្អូនយើងដែលបានចាក់ចូលបាទទាំងពីរក្បាលនេះបាទខ្ញុំបាទក៏មានតែប៉ុណ្ណឹងមុននឹងគោរពជម្រាបលាបងប្អូនបាទជាចុងក្រោយក៏សូមគោរពជូនពរបងប្អូនយើងបាទសូមឲ្យទៅធានរកស៊ីមិនបានបាទសូមឲ្យមានសេចក្តីសុខសុភមង្គលបាទសុខភាពក្នុងការធ្វើដំណើរទៅទីចិត្តទីឆ្ងាយបាទបើសិនជាបានចាក់ចាប់គួនបាទសូមចាក់ចូលហេគ្រប់គ្នាបាទពីតាកងវិលសូមអរគុណបាទសូមគោរពជម្រាបលា